សម្រាប់អ្នកដែលមានមុខបែបអញ្ចឹងមានមុនក្រហមមានមុនក្រហមធំហើយមុនក្រហមមានខ្ទុះទៀតអញ្ចឹងហើយមានស្នាមក្រហមនិយាយទៅមុនបែបលាកនៅលើមុខបែបហ្នឹងគួរតែរក skin care ណាដែលមាន ingredient ដូចជា benzoyl peroxide azelaic acid ហើយបើ azelaic acid វិញគួរតែយកចាប់ពីកំហាប់ 15% ឡើងដោយសារតែមុនអាលាកហ្នឹងវាធំយើងប្រើពេលមុខហ្នឹងដោយសារមុនហ្នឹងវាបង្កឡើងដោយបាក់តេរីហើយវាអាលាកហើយវាកើតឡើងដោយសារការផលិតខ្លាញ់លើកម្រិតរបស់ស្បែកយើងហើយនឹងការស្ទះគោរោមចាអញ្ចឹងខ្ញុំមានផលិតផលនេះមកណែនាំជូនផលិតផលផុសបារាំងណាមានជា gel cleanser ប្រើពេលព្រឹកហើយនឹង foam CeraVe នេះប្រើពេលល្ងាចហើយមានសេរ៉ូមមានគ្រីមហើយពេលយើងហាក់មានអារម្មណ៍ថាស្ងួតរឹបតឹងមុខអីទេអូប្រិយបញ្ជាក់អានេះពួកនេះគឺជាអានេះផលិតផលផុសបារាំង brand IC Pharma អានេះ CeraVe ផុសអាមេរិកណាចាហើយបើសេរ៉ូម Essence នេះវិញវាមាន azelaic acid កំហាប់រហូតដល់ 15% អានេះគឺវាស័ក្តិសមមែនទែនសម្រាប់អ្នកដែលមានមុនអាលាកមុនខ្ទុះធំមុនគិះដូចនៅក្នុងរូបអញ្ចឹងណាហើយបើគ្រីមហៃដ្រានេះវិញ design មកសម្រាប់ស្បែកកើតមុនសាច់វាស្រាលទេអត់ធ្វើឲ្យស្ទះគោរោមទេហើយអានេះអ្នកដែលថាគាត់លាបពពួក ingredient ដែលជួយលើមុនដូច azelaic acid ឬក៏ salicylic acid ដែលវាធ្វើឲ្យស្បែកយើងស្ងួតនឹងក្រហមមកពេលលាបទៅគឺជួយដល់ស្នាមស្បែកយើងឲ្យត្រឡប់មកសភាពធម្មតាវិញនិយាយទៅអ្នកដែលថាគាត់ញ៉ាំថ្នាំពួកព្យាបាលមុនញ៉ាំទៅបណ្ដាឲ្យស្បែកគាត់នឹងស្ងួតឡើងរបអីហ្នឹងលាបអានេះទៅក៏បានដែរគឺវាជួយដល់សំណើមឲ្យស្បែកយើងត្រឡប់មកធម្មតាវិញហើយក៏វាជួយសម្រួលការបញ្ចេញខ្លាញ់លើស្បែកដែរអត់និយាយទៅវាជួយកាត់បន្ថយការបញ្ចេញខ្លាញ់លើកម្រិតនៅលើស្បែកលាបយូរទៅស្បែកយើងភ្លឺវាអត់ធ្វើឲ្យស្បែកយើងបែកខ្លាញ់ល្ងើមនៅលើមុខចឹងអត់ស្ងួតចឹងណាហើយបើ foam CeraVe នេះវិញអានេះវាមានកំហាប់ benzoyl peroxide 4% អញ្ចឹងវាស័ក្តិសមមែនទែនសម្រាប់អ្នកដែលមានមុនប្រភេទអញ្ចឹងដោយសារយើងដឹងពួក benzoyl peroxide គឺវាជួយកម្ចាត់មុនដែលបង្កឡើងដោយបាក់តេរីចាកំហាប់ប៉ុណ្ណេះវាស័ក្តិសមជាមួយនឹងស្បែកមុនក្រហមបែបអញ្ចឹងបានដោយសារយើងប្រើ azelaic acid 15% ហើយបើដាក់កំហាប់ខ្ពស់ជាងនឹងទៀតខ្លីលោស្បែកកាន់តែឡើងក្រហមលាអញ្ចឹងណាset នេះខ្ញុំ recommend ឲ្យប្រើ3មុខនេះនៅពេលព្រឹកគឺពេលព្រឹកយើងលាង foam លាបសេរ៉ូមហើយលាបគ្រីមហើយនៅពេលល្ងាចយើងលាង foam CeraVe នេះហើយយើងលាបគ្រីមនេះវិញអញ្ចឹងណាហើយបើចំពោះការប្រើលម្អិត detail ហ្មងខ្ញុំសូមឲ្យបញ្ជាក់នៅក្នុងវីដេអូនេះទេចាបាន4មុខហ្នឹងខាងខ្ញុំមានលក់ណាបើបងអូនមានបញ្ហាស្បែកមានបញ្ហាមុនអីចង់មកប្រឹក្សាជាមួយខាងយើងអាចឆាតមកពិភាក្សាបានណាយើងមានលក់ skincare ចម្រុះច្រើនមុខ